ដោយជាព្រះមហាកស្សបៈព្រះមហាកស្សបៈហ្នឹងគឺមានការចូលនៅនិរោធសមាបត្តិណាចឹងមានសម្ដែងនៅក្នុងគម្ពីរឧទានចឹងណានឹងព្រះដ៏មានពភាកបរមគ្រូនៃយើងក្នុងសម័យមួយនោះព្រះអង្គទ្រង់គង់នៅវត្តវេលវ័នជាកលន្តកនិវាសស្ថានជិតក្រុងរាជក្រឹស្នហើយព្រះមហាកស្សបៈហ្នឹងលោកគង់នៅបត្តលិគុហានៅដោយសមាធិ7ថ្ងៃនៅក្នុងសេចក្តីនេះអាចារ្យខ្លះក៏ថានៅដោយអរហត្តផលសមាធិប៉ុន្តែក្នុងព្រះអត្តកថាបានបញ្ជាក់ថាសមាធិនេះគឺបានសេចក្តីថាជាការមិនរែងនេះមិនញាប់ញួរនោះគឺបានសេចក្តីថានៅក្នុងនិរោធសមាបត្តិនឹងលុះដល់ពេល7ថ្ងៃនឹងកន្លងផុតទៅព្រះថេរៈក៏បានចេញចាកអំពីនិរោធសមាបត្តិមកនឹងនៅពេលព្រឹកពហិននឹងឯងព្រះថេរៈមានបំណងដើម្បីទៅអនុគ្រោះដល់អ្នកកំសត់ក្រីក្រនឹងគឺលោកចូលនិរោធនឹងហើយចេញពីនិរោធមកក៏មានបំណងអនុគ្រោះពុទ្ធបរិស័ទឬក៏សត្វលោកណានឹងដោយបតីរបស់ព្រះថេរៈនឹងឯងចង់ជួយសត្វលោកឲ្យរួចផុតពីសេចក្តីទុក្ខលំបាកហើយក្នុងពេលនោះសកទេវរាជនឹងក៏បានជ្រាបថាព្រះថេរៈចេញពីសមាបត្តិចឹងក៏ឲ្យទេវតាជាបរិចារិកានោះ500អង្គថាណែពួកនាងទៅធ្វើទានជាមួយព្រះថេរៈទៅទេពអប្សរក៏នាំគ្នាមកដើម្បីថ្វាយទានដល់ព្រះមហាកស្សបៈទាំង500រូបនឹង500អង្គរូបស្អាតមានជើងពោដូចជើងព្រាបនឹងលងភ្លឺស្អាតចឹងទៅព្រះមហាកស្សបៈក៏ខាត់ណាចឹងខាត់មិនឲ្យពួកទេវតានឹងធ្វើទេពួកទេវតានោះក៏ទៅកាន់ទេវលោកអស់ទៅហើយក៏មិនបានទៅក្រាបទូលព្រះអិនទេដោយគិតថាលោកខាត់ម្ដងចឹងទៅថ្ងៃពេលក្រោយយើងទៅទៀតទៅណាមុខតែលោកអនុគ្រោះហើយពេលទៅមិនទាន់ទាំងដល់ថ្ងៃក្រោយអីផងក៏នាំគ្នាមកទៀតក្នុងព្រឹកហ្នឹងចឹងទៅព្រះថេរៈក៏ខាត់ម្ដងទៀតដោយបញ្ជាក់ថាអាត្មាអនុគ្រោះអ្នកក្រនឹងដល់ចឹងទៅទេពអប្សរទាំងអស់ហ្នឹងក៏ទៅក្រាបទូលព្រះអិនក៏សួរថាព្រះថេរៈមានព្រះថេរៈដេចាថាម៉េចដែរពួកទេពអប្សរហ្នឹងថាមហាបពិតព្រះថេរៈមានព្រះថេរៈដេចាថាអាត្មាសង្គ្រោះអ្នកក្រហើយបានព្រះអិនហ្នឹងសួរទេពអប្សរថាចូលពួកនាងដែលទៅហ្នឹងទៅយ៉ាងម៉េចថាខ្ញុំចាស់គ្រប់គ្នាហ្នឹងទៅក្នុងភាពយ៉ាងនេះឯងគឺទៅក្នុងភាពជាទេពអប្សរហ្នឹងណាបានព្រះអិនថាដោយពួកនាងហ្នឹងទៅអញ្ចឹងធ្វើទានជាមួយព្រះថេរៈបានណាដូចទៅព្រះអង្គក៏មានបំណងដើម្បីចង់ធ្វើទានខ្លួនព្រះអង្គនឹងក៏បាត់អំពីឋានទេវតាហ្នឹងបាត់ពីឋានតាវតឹងហ្នឹងទៅនាំនាងសុជាតាដែលជាអសុរកញ្ញាហ្នឹងមកជាមួយម្ដងហ្នឹងក៏និមិត្តជាសាលាចាស់មួយសាលាចាស់មួយនិមិត្តជាផ្លូវមួយហើយខ្លួនព្រះអង្គហ្នឹងក៏បានធ្វើជាតាចាស់ម្នាក់អត់មានថ្មិញទេបបចឹងទៅហើយសក់ហ្នឹងក៏ស្ទើរដូចសម្លេងខ្នងកោងគិនគែមហ្នឹងធ្វើជាអ្នកសម្បានហើយនាងសុជាតាហ្នឹងអសុរកញ្ញាក៏បាននិមិត្តជាយាយចាស់ម្នាក់ដែរមានសភាពប្រហែលគ្នាហ្នឹងតែអិនហ្នឹងកំពុងត្បាញធ្វើជាកំពុងត្បាញហើយនាងសុជាតាហ្នឹងកំពុងតែរុំបោះហ្នឹងព្រះថេរៈហ្នឹងស្លៀកស្បង់ប្រដាប់បាតនឹងចីវរដើម្បីចូលទៅកាន់ក្រុងរាជក្រឹស្ននិមន្តចុះនិមន្តឡើងទៅមិនតាន់បានចូលក្នុងតួក្រុងផងហ្នឹងក៏បានជួបផ្លូវតែអិនហ្នឹងដែរតែនិមិត្តផ្លូវហ្នឹងក៏និមន្តតាមផ្លូវហ្នឹងទៅក៏ឃើញសាលាចាស់មួយស្យាបខាងមុខហ្នឹងវាបាក់ខ្លះទៅហើយហ្នឹងធ្វើជាចាស់រខាតែនិមិត្តហ្នឹង
ហើយក៏ឃើញយាយប៉ាពីរនាក់ហ្នឹងប្រធេរៈគិតថាគាត់ចាស់ប៉ុណ្ណឹងហើយនៅតែធ្វើការងារខ្លួនឯងទៀតណោះគួរតែសឹកគ្រោះគាត់តែអិនឃើញប្រធេរៈនិមន្តពីចម្ងាយទៅក៏ខ្សឹកប្រាប់នាងសុជាតាថាកុំតន់ធ្វើឃើញយើងក៏ពីរនាក់ហ្នឹងនៅធ្វើរតុកហ្នឹងរួចទៅព្រះថេរៈនិមន្តទៅក៏បានទៅឈរពីខាងមុខសាលាហ្នឹងសតុះបានតែឯនឹងថាយាយនេះដូចជាលោកចាស់ណាស់មកឈរខាងមុខយាយទៅមើលណាយាយនោះមិនធ្វើជាងាកមើលអីទេក៏បានពោលថាយីតែឯងទៅមើលខ្លួនឯងណាអញ្ចឹងតែឯនឹងក៏ចេញមកត្រោកោងមកហ្នឹងម្ដងហ្នឹងក៏មិនទាន់បានមើលប្រភពប្រធេរៈអីទេក៏អោនស្វ័យគុំអញ្ចឹងរួចទៅក៏ច្រត់ជង្គង់អះក្រោកមករួចទៅឯងនេះភ្នែកនឹងងឹតលោកម្ចាស់អង្គណាចេះក៏យកដៃបាំងថ្ងាស់សម្លឹងមើលចឹងទៅក៏បានពោលស្រែកយាយលោកម្ចាស់ព្រះមហាកស្សបៈរបស់យើងណាចុះយាយពេលឯងមានស្អីដែរទេសម្រាប់ធ្វើទានដល់លោកម្ចាស់យាយលឺអញ្ចឹងយាយនោះធ្វើទៅជាប់ដៃរវល់មកផ្លេតហ្នឹងឬក៏បានស្រែកតបមកតាហើយក៏មិនមានខ្វះដែរតែអញ្ចឹងមកក៏បានតែឯហ្នឹងក៏បានទទួលយកបាបពីព្រះថេរៈហើយក៏ពោលថាទោះជារបស់នឹងសៅម៉ងឬបណិតយ៉ាងណាសូមលោកម្ចាស់អនុគ្រោះញោមទៅចុះឬក៏យកបាបព្រះថេរៈហ្នឹងទៅបានបាយពីក្នុងសាលានេះមករៀងដោយជ្រាយកបាច់សម្រាប់និយាយតាចាស់ប៉ុន្តែគ្រាន់តែយកមកដាក់ដល់ប្រហោះព្រះថេរៈប៉ុណ្ណឹងស្រាប់តែក្លិននឹងវាសាយឡើងពេញក្រុងរាជក្រឹស្នក្លិនហ្នឹងនៅពេលដែលព្រះថេរៈទទួលហើយហ្នឹងបានក្លិនហ្នឹងវាសាយឡើងពេញក្រុងរាជក្រឹស្នព្រះថេរៈហ្នឹងក៏ពិចារណាថាគាត់អ្នកខ្សត់ខ្សោយយ៉ាងនេះហេតុអីក៏មានរបស់បណិតដល់ម្លេះណោះប្រៀបបីដូចជាអាហាររបស់ព្រះអិនអញ្ចឹងដូចក៏ពិចារណាទៅក៏បានដឹងថាជាសកទេវរាជដឹងថាជាសកទេវរាជអញ្ចឹងក៏បានមានប្រធេរៈដីកាបបិទ្ធកោសិយៈព្រះអង្គបានមកដណ្ដើមយកសម្បត្តិរបស់អ្នកក្រហើយមហាបពិតជ្រាបទេថ្ងៃនេះបើអ្នកក្រណាម្នាក់បានធ្វើទានចំពោះអាត្មាគាត់នឹងបានទៅជាសេនាបតីឬជាសិទ្ធិណាឬទៅបានតែអិននឹងឯងក៏បានពោលថាបពិតលោកម្ចាស់ដ៏ចម្រើនមានអ្នកណាក្រជាងខ្ញុំព្រះអង្គទៀតឬបានតែថេរៈថាមហាបពិតសោយសេរីសម្បត្តិក្នុងទេវលោកជាធំជាងពួកទេវតាក្នុងឋានតាវតឹងហេតុអីក៏ថាព្រះអង្គនឹងជាបុគ្គលក្របានតែនឹងពោលថាខ្ញុំព្រះអង្គបានធ្វើបុណ្យយ៉ាងច្រើនបុណ្យយ៉ាងល្អមែនមុនដែលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកប៉ុន្តែដល់ទៅពេលនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងនោះខ្ញុំជាសកទេវរាជក៏ពិតមែនហើយប៉ុន្តែក្នុងទីនោះមានទេវបុត្រ3អង្គគឺចូលរដ្ឋទេវបុត្រ1មហារដ្ឋទេវបុត្រ1និងអនេកវណ្ណទេវបុត្រ1ដែលមកកើតក្បែរខ្ញុំព្រះអង្គដែរនោះជាអ្នកគ្របសង្កត់ខ្ញុំព្រះអង្គទៅទៀតដោយពន្លឺរស្មីទេវបុត្រ3អង្គនោះចុះកាន់ផ្លូវណាខ្ញុំព្រះអង្គត្រូវគេចចេញពីផ្លូវនោះចូលកម្មវិមានខ្ញុំព្រះអង្គដោយអំណាចរស្មីនៃទេវបុត្រនោះរស្មីរបស់ខ្ញុំព្រះអង្គអាចគ្របសង្កត់ទេវបុត្រនោះបានឡើយប្រហែលដូច្នេះទើបខ្ញុំព្រះអង្គពោលថាខ្ញុំព្រះអង្គជាអ្នកកំសត់យ៉ាងនេះឬទៅបានប្រធេរៈនឹងពោលថាមហាបពិតបានធ្វើរបៀបបែបនេះហើយថ្វាយទានដល់អាត្មារួចហើយថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាហានប្រអិនបានប្រអិនសួរថាដែលខ្ញុំព្រះអង្គធ្វើអញ្ចឹងទៅតើបានបន់ដែរទេលោកម្ចាស់
ព្រះធេរៈក៏ឆ្លើយថាមហាបពិតបន់ប្រកបជាបានដល់តែបានស្ដាប់ឮទៅបន់ប្រកបជាបានអញ្ចឹងក៏បានពោលថាខ្ញុំព្រះអង្គជាអ្នកត្រូវការបន់ដូច្នេះខ្ញុំព្រះអង្គត្រូវតែធ្វើបន់រួចទៅក៏បានហោះទៅឯដល់អាកាសជាមួយនឹងនាងសុជាតាហ្នឹងក៏បានឧទានឡើង3ដងអាហោទានណាំងបរមៈទានណាំងកសពេសពតិថិតាំងអាហោទានណាំងបរមៈទានណាំងកសពេសពតិថិតាំងតេអោទានរបស់អាត្មាអញដែលបានតម្កល់ល្អហើយក្នុងព្រះកសបៈនេះជាទានដ៏ឧត្តមអើទានរបស់អាត្មាអញនេះដែលបានតម្កល់ល្អហើយក្នុងព្រះកសបៈនេះជាទានដ៏ឧត្តមស្រែកដោយសោមនស្សរីករាយណាចឹងសប្បាយប្រទេសអញ្ចឹងនៅកាលនោះសម្លេងរបស់សកៈទេវរាជហ្នឹងក៏បានជ្រាបដល់ព្រះសោតថ្លៃនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងដែលជាទេពសោតហ្នឹងដែលបរិសុទ្ធក្រៃលែងជាងសោតប្រភេទរបស់មនុស្សសាមញ្ញធម្មតាព្រះអង្គទ្រង់ឮឧទានរបស់សកៈទេវរាជយ៉ាងនេះហើយព្រះអង្គក៏ត្រាស់ដល់ភិក្ខុទាំងឡាយធម្មនេភិក្ខុទាំងឡាយពួកអ្នកទាំងឡាយឮសំឡេងរបស់សកៈទេវរាជដែរទេភិក្ខុទាំងឡាយហ្នឹងក៏បានក្រាបទូលដល់ព្រះរាមាភិក្ខុថាបបិទ្ធព្រះអង្គដែលចម្រើនតើសកៈទេវរាជនោះឧទានយ៉ាងណាប្រពទៅលើហេតុយ៉ាងណាព្រះអង្គបានព្រះអង្គទ្រង់ត្រាស់សម្ដែងសេចក្តីដែលសកៈទេវរាជនោះឯងជាអ្នកប្រាថ្នាបន់ហើយក៏ត្រូវធ្វើបន់សម្រាប់ព្រះអង្គសំបីជាប្រអិនយ៉ាងនេះហើយក៏ដោយរួចទៅបានព្រះអង្គក៏ទ្រង់ព្រះពុទ្ធឧទានផងដែរណាព្រះអង្គក៏ទ្រង់ព្រះពុទ្ធឧទានថាសំបីមនុស្សនិងទេវតាទាំងឡាយគឺមានការស្រឡាញ់ពេញចិត្តណាស់ចំពោះភិក្ខុដែលមានការបណ្ឌបាតជាវត្តជាអ្នកចិញ្ចឹមខ្លួនឯងមិនចិញ្ចឹមអ្នកដទៃនឹងជាអ្នកនឹងខឹងស្ងប់រងាប់មានសតិសព្វការអង្គទ្រង់សម្ដែងបណ្ឌបាតិកសៈភិក្ខុណោអត្តតរសៈអនញ្ញបោសិណោទេវាបហយន្តិតាតិណាតាតិណោឧបសន្តសៈសតិសតិនតោតិណាព្រះអង្គសម្ដែងសំបីតែទេវតាណាមិនចាំបាច់និយាយដល់មនុស្សទេហ្នឹងមនុស្សហ្នឹងណាស់ទៅហើយតែប៉ុន្តែពេលនេះគឺថាទេវតាដែលមានប្រអិនជាដើមនឹងឯងគឺស្រឡាញ់ពេញចិត្តជ្រះថ្លាណាស់ចំពោះភិក្ខុដែលមានបណ្ឌបាតជាវត្តនេះគឺព្រះអង្គសម្ដែងជាប្រធានចំពោះធុដងណាទេព្រោះព្រះមហាកស្សបៈហ្នឹងគឺឯកតកៈកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងទ្រទ្រង់នៅធុដងណាទេប៉ុន្តែក្នុងពេលនេះគឺព្រះកស្សបៈនឹងឯងប្រព្រឹត្តមិនដាច់នៅបណ្ឌបាតជាវត្តមានការប្រាថ្នាតិចចិញ្ចឹមតែខ្លួនឯងមិនចិញ្ចឹមអ្នកដទៃដោយសេចក្តីថាមានសេចក្តីសន្តោសធ្វើឲ្យគេងាយស្រួលក្នុងការចិញ្ចឹមណាទេនឹងព្រោះថាងាយក្នុងការស្វែងរកអាហារនោះក៏តិចនឹងមិនលំបាកនឹងចិញ្ចឹមអ្នកដទៃណាឡើយហើយជាតាពិបុគ្គលជាអ្នកនឹងខឹងមិនងាប់ញយចំពោះអារម្មណ៍ទាំងឡាយទាំងពួងឧបសន្តសៈជាអ្នកស្ងប់រងាប់ណាចឹងនឹងជាអ្នកស្ងប់រងាប់ហើយសទាសតិមេតោជាអ្នកមានសតិសព្វការអញ្ចឹងទេវតានឹងមានសេចក្តីជ្រះថ្លាស្រឡាញ់នៅភិក្ខុនោះនឹងចាំបាច់និយាយអីដល់មនុស្សទាំងឡាយដូច្នេះកណ្ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទចេះណាក៏បីបំពេញនៅបុណ្យកុសលដើម្បីជាទីពឹងរបស់ខ្លួនណាចេះណាសូមអនុមោទនា